បាទសួស្តីបងប្អូនរៀងផ្លែកភ្នែកបន្តិចបងប្អូនយើងធ្លាប់ទៅជិះផ្លូវចាស់ណាហើយឥឡូវបានមកដល់គឺមានផ្លូវក្រាលកស៊ូហើយអមជាមួយនឹងរុក្ខជាតិខាងផ្លូវយ៉ាងខៀវស្ងាត់ចឹងណាហើយយើងធ្វើអារម្មណ៍យើងវាស្រស់ស្រាយទៅតាមធម្មជាតិដែរនៅរៀនវិទ្យាល័យជាមួយមិត្តភ័ក្តិយើងធ្លាប់ទៅជិះអាផ្លូវគ្រូក្រហមបងប្អូនគឺយើងមកជួបបងអូននៅរៀនវិទ្យាល័យចឹងណាអូនិយាយលេងទេបងប្អូនគឺច្រឡំមាត់ប្រាសាទសម្បូរព្រៃគុកមានវ័យចំណាស់ដែរហើយបងប្អូនយើងឃើញមានតួប្រាសាទកំផែងហ្នឹងគឺមានសភាពទ្រុឌទ្រោមបាក់បែកអស់ហើយដោយសារអាយុកាលគឺវ័យចំណាស់មុនប្រាសាទអង្គរវត្តហើយថ្ងៃនេះទំនេរបងប្អូនហើយក៏នាំបងប្អូនមកទស្សនាកំសាន្តនៅចុងសប្តាហ៍ជាមួយខ្ញុំទាំងអស់គ្នាបងប្អូនអ្នកកំពុងធំគឺស្គាល់ច្បាស់ហើយមិនបាច់ខ្ញុំរៀបរាប់ច្រើនទេប៉ុន្តែខ្ញុំអ្នកកំពុងធំដូចគ្នាគឺខានមករយៈពេលយូរដែរបងប្អូនចង់ 3-4 ឆ្នាំហើយប្រទេសខ្ញុំក៏មិនឆ្ងាយពីប្រាសាទសម្បូរព្រៃគុកនេះប្រហែលដែរបងប្អូនជិះតែ 4-10 គីឡូក៏ដល់ហើយតើបងប្អូនកុំឲ្យខាតពេលខ្ញុំនឹងនិយាយខ្លះទាក់ទងទៅនឹងប្រាសាទសម្បូរព្រៃគុកខ្ញុំមិនមែនជាអ្នកប្រវត្តិសាស្ត្រឬក៏អ្នកចេះដឹងអីជ្រៅជ្រះទេគ្រាន់ថាពេលខ្លះយើងមានការយល់ដឹងខ្លះយើងចែករំលែកទៅតាមអ្វីដែលយើងមានសម្រាប់បងប្អូនបានស្ដាប់បានទស្សនាបងប្អូនខ្លះគាត់បានស្គាល់តែគាត់អត់ដឹងថាមិនចង់ដឹងកាន់តែក្បោះក្បាយបងប្អូនអាចស្រាវជ្រាវបន្ថែមបានអញ្ចឹងណាបងប្អូនជាពិសេសគឺបងប្អូនឬក៏បងប្អូនដែលកំពុងតែសិក្សាជាឡាយថ្នាក់វិទ្យាល័យត្រៀមប្រឡងបាក់ឌុបអីហ្នឹងមកខាត់ពេលបងប្អូនខ្ញុំនឹងសង្ខេបខ្លីៗខ្លះចែកបងប្អូនស្ដាប់ភាសាសម្បូរព្រៃគុកយើងគឺបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកហើយគឺតាំងពីថ្ងៃទី8 កក្កដា2017មុនខ្ញុំប្រឡងបាក់ឌុបមួយខែឈ្មោះប្រាសាទសម្បូរព្រៃគុកជាអតីតរាជធានីឦសានបុរៈនៅក្នុងសម័យចេនឡាបងប្អូនស្ដេចដែលកសាងគឺព្រះបាទឦសានវរ្ម័នទី1ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាបងប្អូនហើយកសាងក្នុងសតវត្សទី7យូរដែរហើយបងប្អូនគឺមុនសម័យអង្គរវត្តទៅទៀតហើយទាក់ទងទៅនឹងស្ថាបត្យកម្មគឺរចនាបថសម្បូរនឹងឯងបងប្អូនហើយទីតាំងប្រាសាទបងប្អូនដឹងហើយគឺមិននៅណាឆ្ងាយទេសម្រាប់អ្នកកំពង់ធំគឺបានស្គាល់ច្បាស់ណាស់ស្ថិតនៅភូមិសម្បូរឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំប្រាសាទសម្បូរព្រៃគុកគឺគេបែងចែកជាក្រុមបងប្អូនគឺបែងចែកទៅតាមក្រុមប្រាសាទនីមួយអញ្ចឹងណាហើយក្រុមប្រាសាទដែលខ្ញុំកំពុងតែថតនេះគឺជាក្រុមប្រាសាទសម្បូរកណ្ដាលបងប្អូនដែលស្ថិតនៅខាងជើងហើយដែលមានក្រុមប្រាសាទជាច្រើនដូចដែលខ្ញុំបានថតដែលបងប្អូនបានមើលអញ្ចឹងណាយើងឃើញមានតួប្រាសាទកសាងពីថ្មដីឥដ្ឋអីចឹងទៅហើយមានតាមជាងប្រាសាទមានរូបចម្លាក់អីផ្សេងកន្លែងនេះគេហៅថាបល្ល័ង្កបងប្អូនតែដើម្បីឲ្យកសាងដើម្បីធ្វើអីទេគឺខ្ញុំអត់បានរៀបរាប់អស់ទេអញ្ចឹងអាចបងប្អូនស្រាវជ្រាវបន្ថែមហើយនឹងមានក្រុមប្រាសាទតោក្រុមប្រាសាទយាយពាន់និងក្រុមប្រាសាទក្រោលមាសទៀតដែលស្ថិតនៅជុំវិញប្រាសាទសម្បូរកណ្ដាលនឹងហើយនេះគឺជាក្រុមប្រាសាទសម្បូរកណ្ដាលដែលបងប្អូនបានទស្សនាបានឃើញហើយយើងឃើញថាគឺសភាពទ្រុឌទ្រោមបាក់បែកអស់ហើយបងប្អូនប្រាសាទសម្បូរព្រៃគុកយើងគឺទាំងកំផែងហើយនឹងតួប្រាសាទផ្សេងគឺមិនដូចប្រាសាទដែលនៅអង្គរវត្តឬក៏តាមបណ្ដាខេត្តផ្សេងទេអញ្ចឹងបងប្អូននៅបណ្ដាខេត្តផ្សេងសម្រាប់មកទស្សនាគឺយើងអាចមកទស្សនាកំសាន្តបានដើម្បីជាអភិរក្សឬក៏លើកស្ទួយវប្បធម៌អរិយធម៌របស់យើងវីដេអូមានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូនដែលបានទស្សនាដល់ចប់